របៀបបង្កើត Apple ID ងាយដល់ខ្លួនឯងតាមរយៈទូរស័ព្ទដៃដល់ខ្លួនឯងដោយមិនចាំបាច់មាន email ទេបង្កើតនៅក្នុង setting ទូរស័ព្ទ iPhone តែម្ដងជាទូទៅភាគច្រើនមនុស្សចង់ប្រើ iPhone ក៏ប៉ុន្តែ iPhone នោះពិបាក download app ពិបាកមែនតើជាទូទៅនៅពេលដែលប្រើអញ្ចឹងភាគច្រើនតែងតែសុំ Apple ID ពីហាងទូរស័ព្ទយើងធ្វើបែបហ្នឹងមិនមែនអត់បានទេបានក៏ប៉ុន្តែពេលខ្លះយើងចង់ដាក់លុយអីយើងចេះតែមានអារម្មណ៍ថា password គេដឹងព្រោះគេអ្នកបង្កើតឲ្យអញ្ចឹងថ្ងៃនេះមកបង្កើតខ្លួនឯងតែ5នាទីទេធានាថាហើយខ្ញុំធ្វើវីដេអូពេញឲ្យបងប្អូនទាំងអស់គ្នាមើលតែម្ដងជាដំបូងបងប្អូនចូលមកកាន់ setting បន្ទាប់មកអូសមកក្រោមបំផុតចូលកន្លែង app ក្រោមនេះតមករកពាក្យ mail អញ្ចឹងបងប្អូនចុចអក្សរ M នេះមកនេះ mail ខាងលើនេះយើងចុចពាក្យ mail ចូល add account ជ្រើសរើសយក iCloud បន្ទាប់មកដាក់ថាអត់មាន Apple ID don't have an Apple ID ចុចអាកដាលបង្កើត Apple ID ថ្មីបន្ទាប់មកចាំមកស្ទុះជ្រើសរើសឈ្មោះអញ្ចឹងអ្នកនរគ្នាជ្រើសរើសឈ្មោះមកដាក់ឈ្មោះអីក៏បានដែរកុំឲ្យតែជន់ហើយបន្ទាប់មកថ្ងៃខែឆ្នាំកំណើតអញ្ចឹងបងប្អូន select ខែសិនមកខែខ្ញុំមកជ្រើសរើសឆ្នាំកំណើតរបស់បងប្អូនដាក់ថ្ងៃខែឆ្នាំកំណើតគិតពិតមកស្រួលចុច continue បន្ទាប់មកតទៅទៀតអញ្ចឹងចុចពាក្យថា do not have an email address តមកចុចខាងលើបន្ទាប់មកបងប្អូនវាយឈ្មោះដែលបងប្អូនចង់បានខ្ញុំវាយបែបនេះខ្ញុំចុច continue អានេះគឺមានហើយអញ្ចឹងគេឲ្យយើងកែអញ្ចឹងខ្ញុំដាក់ពូឆេង99 continue បាទនេះបានអញ្ចឹងយើងចុច create បង្កើតខាងលើបន្ទាប់មក password បងប្អូនត្រូវមានអក្សរធំអក្សរតូចហើយនិងពាក្យពិសេសអញ្ចឹងដំបូងយើងដាក់អក្សរធំអញ្ចឹងចំពោះ password កន្លែងនេះខ្ញុំសូមបញ្ជាក់បងប្អូនគឺយើងដាក់អក្សរធំអក្សរតូចហើយនិងពាក្យពិសេសហើយនិងលេខឲ្យបានយ៉ាងតិច8ខ្ទង់ហើយបន្ទាប់មកចុចពាក្យ continue បាទហើយបន្ទាប់មកវានឹងបញ្ជាក់លេខទូរស័ព្ទដែលមាននៅក្នុងទូរស័ព្ទអញ្ចឹងបើសិនជាលេខទូរស័ព្ទបងប្អូនប៉ុន្មានបងប្អូនដាក់លេខទូរស័ព្ទនឹងមកហើយចុច continue បន្ទាប់មកបងប្អូនចុច agree មកស្ទុះវានឹង load ទៅអញ្ចឹងកន្លែងនេះវាសួរថាឲ្យយើងបញ្ចូលគ្នាអត់ជាមួយនឹង iCloud អញ្ចឹងបងប្អូនចុចអាណាក៏បានដែរតបមកយើងនឹងបាន email account មួយអញ្ចឹងយើងចង់ដឹងថាយើងទៅ download បានអត់អញ្ចឹងបងប្អូនទាំងអស់គ្នាចូលទៅ App Store អញ្ចឹងចុចពាក្យ continue អញ្ចឹងអានេះបងប្អូនដាក់អាណាក៏បានដែរលើក៏បានកណ្ដាលក៏បានតបមកឥឡូវយើង download មួយយើងសាក download ចង់ដឹងថា download បានអត់ហើយយើងចុចពាក្យ install បន្ទាប់មកវាបញ្ជាក់យើងលេខ password អញ្ចឹងអ្នកទាំងអស់គ្នាត្រូវចងចាំ password ដែលបងប្អូនដាក់ហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាវាយ password ដែលយើងបង្កើតអំបញ្ញមិញហើយបន្ទាប់មកចុចពាក្យថា sign in បាទជាការស្រេចគឺ download បានហើយតែប៉ុណ្្នឹងឯងអញ្ចឹងការបង្កើត Apple ID ដោយមិនប្រើប្រាស់ email នេះបងប្អូនសូមចងចាំ password ឲ្យបានជាក់លាក់ព្រោះអីយើងមិនអាចទីបានទេត្រូវតែចងចាំ